chẳng cứประกอบដោយសេរីសួស្តីមែនតើអញ្ចឹងលោកទាំងឡាយមិនបាច់ភ័យទេក្នុងថ្ងៃនេះថានៅកន្លែងឆ្ងាយពីខ្ញុំកណាឬក៏ចិត្តពីខ្ញុំកណាអីមិនបានទឹកមុនអីនោះមិនបាច់ភ័យទេព្រោះបើលោកទាំងឡាយជឿជាក់ថាគុណនៃព្រះរតនត្រ័យមានធម្មជាតិនៃព្រះពុទ្ធក៏ប្រដិស្ថាននៅគ្រប់ទីកន្លែងគុណនៃព្រះរតនត្រ័យមានទេវតាទាំងឡាយដែលគោរពបូជាចំពោះព្រះរតនត្រ័យមានគ្រប់ទីកន្លែងបន្តិចទៀតយើងធ្វើគុណគឺយើងបូជាគុណចំពោះព្រះដ៏មានពភាកទេវតាទាំងឡាយក្នុងលោកមានទឹកច្រើនច្បាស់ណាស់នឹងបង្អោលខ្លួនចូលមកដើម្បីប្រារព្ធពិធីនាគបូជាជាមួយយើងដែរពេលដែលទេវតាទាំងឡាយអញ្ជើញមកហើយដោយបំណងល្អខ្ញុំបកណាខ្ញុំនឹងសូមឲ្យទេវតាទាំងឡាយទៅបដិស្ទិដ្ឋាននៅវត្ថុទាំងឡាយណាជាវត្ថុអបមង្គលឲ្យប្រែខ្លាចទៅជាវត្ថុមង្គលបើវត្ថុណាជាវត្ថុមង្គលហើយសូមឲ្យរឿងរឹកទៅជាវត្ថុមានមង្គលមានសេរីសួស្តីឡើងលោកទាំងឡាយយកប្រាថ្នានៅសម្បត្តិអ្វីនៅប្រយោជន៍អ្វីសូមឲ្យប្រយោជន៍នោះបានសម្រេចដល់លោកទាំងឡាយអញ្ចឹងមិនបាច់ភ័យថានៅឆ្ងាយអីទេបន្តិចទៀតហ្នឹងគឺបានទាំងអស់គ្នាហើយអត់ចំណែនគ្នាទេនឹងថ្ងៃនេះខ្ញុំសូមបកស្រាយបញ្ហាជំងឺរដូងបាតកាពះពោះវៀនព្រោះកើតដំបូងគឺមិនដឹងទេគ្រាន់ថាទី1គឺឆ្អល់ពោះតឹងពោះអសបអសល់អញ្ចឹងបាត់ជើងតិចតិចបាត់ជើងមកអស់អញ្ចឹងធ្វើយើងហូបបន្លែឆាវទៅវាទៅជារៀកមកភ្លាមអត់កិនទេហើយឆ្អល់ទៅថប់ដង្ហើមទៅរួយកស្វាំងភ្នែកសម្រាប់អត់គ្រប់គ្រាន់រួយដៃរួយជើងចុកទាំងខ្នងក្បាលយើងអាសាឈឺទៅស្លុបបើសិនតែបាត់ជើងមិនអស់គឺឈាមរត់អត់ស្រួលវារួយកស្វាំងភ្នែកយើងមានរឿងមួយទឹកដីជ័យភូមិនាក្រុងកបិលវត្តទឹកដីនោះកាលណាតែសត្វខ្លាកំពុងតែដេញសត្វមរឹកហើយសត្វមរឹករត់ចូលដល់កន្លែងបរិវេណដីនោះគឺសត្វមរឹកនោះមានអំណាចត្រឡប់ទៅជាដេញខ្លានោះវិញសត្វពស់កំពុងតែដេញខាំកែបហេងនោះរត់ចូលដល់ដីនោះគឺកែបហេងនោះមានឫទ្ធិអំណាចដេញសត្វពស់នោះវិញអញ្ចឹងខ្ញុំសូមបដិស្ទិដ្ឋានកោះនេះទាំងមូលបើដូចជាដីជ័យភូមិអញ្ចឹងទៅចុះបើលោកទាំងឡាយមានភ័យឯណាដែលកើតឡើងពីទុក្ខក្តីពីរោគក្តីពីមនុស្សអមនុស្សបៀតបៀនដោយអ្នកខត្តរិទ្ធផ្សេងក្តីសូមឲ្យត្រឡប់មកចូលដល់ទីនេះហើយទៅជាមានអំណាចដេញអ្នកខត្តរិទ្ធអាក្រក់ដេញរោគអាក្រក់ដេញអបមង្គលអាក្រក់នោះឲ្យចេញពីលោកទាំងឡាយវិញចុះអញ្ចឹងហើយមិនបាច់ភ័យអីទេឲ្យតែឆ្លងផុតស្ពាននឹងមកហើយអញ្ជើញអ្នកដែលនៅចាំវិវត្តនោះឲ្យគាត់ចូលមកទាំងអស់គ្នាក្នុងកោះនឹងមកមានអ្នកនៅចាំហ្នឹងហើយឲ្យអញ្ជើញគាត់ទាំងអស់គ្នាមកក្នុងកោះនេះទាំងអស់ហើយធ្វើបុណ្យជាមួយនឹងព្រះអង្គខ្ញុំកណាខ្ញុំក៏ធ្វើបុណ្យជាមួយខ្ញុំកណាខ្ញុំចំពោះគុណព្រះដ៏មានពភាកទាំងអស់គ្នាជាមួយនឹងព្រះសង្ឃគ្រប់ព្រះអង្គដែលមានព្រះវត្តមានក្នុងទីនេះជាសមត្ថនៃសង្ឃជាសង្ឃដែលបានទទួលការសន្មត់ឲ្យទៅជាភិក្ខុភិវៈឬក៏ទៅឲ្យជាសាមណេរហើយបានរួបរวมគ្នាទាំងព្រះសង្ឃទាំងកុហកមកប្រជុំគ្នាក្នុងទីនេះដែលឥតព្រៀងទុកឥតណាត់ទុកឥតបានការអញ្ជើញហើយយើងយកនៅបុណ្យត្រឡប់ទៅវិញពេលយើងមានបុណ្យខ្ញុំកណាខ្ញុំឧបមាឲ្យលោកទាំងឡាយស្ដាប់អញ្ចេះលោកទាំងឡាយក៏បីស្ងាត់ហើយស្ដាប់ដោយយកចិត្តទុកដាក់ត្រង់ចំណុចហ្នឹងហើយខ្ញុំកណាខ្ញុំនឹងសួរលោកទាំងឡាយថាតើលុយដែលគេចាយសពថ្ងៃនៅទីណាតម្លៃដឹងទេថាលុយនិយាយទៅថាគឺលុយដែលយើងចាយរាល់ថ្ងៃនេះតើលុយទាំងអស់នោះនៅទីណាមើលអ្នកសារព័ត៌មានលុយនៅទីណាលុយដែលចាយរាល់ថ្ងៃនេះដាំកាពះវៀនដាំទឹកហូបជាប្រចាំកុំហូបទឹកផ្សេងហូបទឹកកសៀវទៅចំណែកថ្នាំរដូងបាតគឺសម្រាប់មួយថ្ងៃពីរពេលញ៉ាំកៅមួយព្រឹកមួយល្ងាចរួញរដូងលឿនធ្វើឲ្យយើង
ផ្លូវលមុខស្លាស់ដើរខ្យល់ស្រួលសម្រាប់បានហូបបានហើយយើងហូបនំកាពះវាត្រជាក់ពោះត្រជាក់ពវៀនធំបាត់ជើងអស់ទៅវាលេងពិបាកក្នុងខ្លួនហើយវាដើរខ្យល់ស្រួលសម្រាប់គ្រប់គ្រាន់មានកម្លាំងដូចថាលេងថប់ដង្ហើមលេងឈឺក្បាលវិលមុខស្វាងភ្នែករួយកោហើយតែបាត់ជើងមិនអស់គឺរួយកោស្វាងភ្នែកឈាមមកអត់ស្រួលដោយសារបាត់ជើងមិនអស់បាត់ជើងមិនទៀងទាត់បើឆ្លើយមិនចេញស្ងាត់ហើយចាំស្ដាប់តលុយដែលយើងកំពុងចាយសពថ្ងៃគឺនៅគ្រប់ទីកន្លែងចុះមិនដាច់បើលុយនៅគ្រប់ទីកន្លែងហេតុយ៉ាងម៉េចបានអ្នកខ្លះមានលុយចាយអ្នកខ្លះអត់លុយចាយបើថាលុយនៅគ្រប់ទីកន្លែងសោះនោះគឺលោកទាំងឡាយក៏បីជ្រាបថាលុយនៅគ្រប់ទីកន្លែងតែសួរថាខ្លួនយើងមានសមត្ថភាពប៉ុណ្ណាក្នុងការឆក់យកលុយទាំងអស់នោះមកចាយវាយបានយ៉ាងណាមិញអំពើជាបុណ្យរឹតជាដាច់ជះជាអភិនិហាជាសេចក្តីស័ក្តិសិទ្ធិណាមួយនោះនៅគ្រប់ទីកន្លែងទាំងអស់គ្រាន់តែលោកមានសមត្ថភាពក្នុងការយកអភិនិហាយករឹតបារមីទាំងអស់នោះមកប្រើបានប៉ុណ្ណាតែប៉ុណ្្នឹងឯងមនោយតិវិជ្ជាការសម្រេចរឹតអំពីចិត្តចង់ឲ្យព្រះអាទិត្យរះពីទិសខាងកើតចង់ឲ្យទឹករលកចង់ឲ្យទឹកសមុទ្រសាបចង់ឲ្យផែនដីរញ្ជួយចង់ឲ្យផែនដីប្រេះចង់ឲ្យផែនដីពុះពោឡើងចង់ឲ្យភ្លើងត្រជាក់រឹតដែលកើតឡើងអំពីចិត្តនោះមានគ្រប់ទីកន្លែងគ្រាន់តែថាយើងមានសមត្ថភាពក្នុងការយករឹតទាំងអស់នោះមកប្រើបានឬអត់តែប៉ុណ្្នឹងឯងយ៉ាងណាមិញយើងទាំងឡាយនេះជាមនុស្សជាប់ទុកព្រោះថាជាមនុស្សដែលខ្វះបុណ្យអញ្ចឹងបុណ្យទាំងឡាយនៅគ្រប់ទីកន្លែងតែយើងមានសមត្ថភាពប៉ុណ្ណាក្នុងការយកបុណ្យមកប្រើប្រាស់តែប៉ុណ្្នឹងឯងឥឡូវនេះយើងកំពុងតែមកដល់កន្លែងឃ្លាំងបុណ្យហើយមិនមែនថាខ្ញុំកណ្ដាលខ្ញុំជាឃ្លាំងបុណ្យមិនមែនថាប្រគុណណាគុំម្ចាស់ប្រសង់អង្គណាជាឃ្លាំងបុណ្យទេតែកម្មវិធីនេះជាអភិលក្ខតសម័យជាថ្ងៃប្រកបដោយឫទ្ធិនិងដៃជះជាថ្ងៃដែលប្រចាំគូចរចូលវិធីមេខៈបណ្ណមីចូលកាន់មេខៈវិស័យហើយជាថ្ងៃដែលរលឹកចំពោះព្រឹត្តិការណ៍ព្រះដែលមានពុទ្ធិកាលព្រះអង្គគង់នៅអញ្ចឹងបើយើងទាំងអស់គ្នាបានចូលរួមនៅក្នុងវេលាឱកាសនេះហើយគឺស្មើនឹងយើងបានយកនៅកំណត់គឺបុណ្យដែលព្រះដែលមានពុទ្ធិព្រះអង្គទុកចែកឲ្យយើងរាល់គ្នាហើយអញ្ចឹងបើយើងគ្រាន់តែមកហើយយកតែទឹកមុនទៅវិញហ្នឹងគឺបានតែប៉ុណ្្នឹងទេថ្ងៃក្រោយឈឺទៀតរត់មករត់ទៀតហើយបើសិនតែនៅថ្ងៃធ្វើបុណ្យទៅបុណ្យនឹងជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំឆាយចម្រើនជាគ្រូផ្សំថ្នាំខ្មែរកាពះវៀននិងហឺដងបាតថ្ងៃនេះខ្ញុំសូមណែនាំបងប្អូនទាំងអស់គ្នាដែលមានជំងឺនឹងដំបូងអាសាឈឺចង្កេះអាសាងឹតមុខឈឺក្បាលស្វាងភ្នែកថប់ផ្លូវដង្ហើមនឹងចិត្តតែចុកឆ្អល់រួយឆ្អឹងខ្នងឈឺចង្កេះបាត់ជើងច្រើនដងបាត់ជើងយូរអាសាងឹតមុខស្វាងភ្នែកមួម៉ៅច្រើននឹងអាសាបអាសោក្នុងពោះនឹងចិត្តតែចុកឆ្អល់នឹងតឹងពោះរហូតហូបអីក៏មិនឆ្ងាញ់ហើយចំហាយក្តៅចំហាយវានៅក្នុងខ្លួនដែលមានដៃជះទៅយើងទៅវិញមានរឹតមានដៃជះយើងមិនចាំបាច់ទៅពឹងអ្នកណាទៀតមិនអញ្ចឹងការពឹងគេមិនមែនខុសឲ្យលោកទាំងឡាយយើងជាមនុស្សទៀតយើងពឹងអ្នកខ្ពស់ពឹងអ្នកទៀតយើងអ្នកខ្សត់បុណ្យយើងពឹងអ្នកបរិបូរដោយបុណ្យដូចជាព្រះអរិយបុគ្គលមានប្រសង្ឃសាវកព្រះជ័យកពុទ្ធព្រះពុទ្ធអីជាដើមតែគាត់ថាការពឹងពុំអ្នកនៅបុណ្យដែលជារបស់គេនោះមិនបរិបូរដោយការដែលពឹងពាក់ពុំអ្នកបុណ្យដែលកើតឡើងពីយើងសាងខ្លួនឯងទេបងប្អូនយើងមានលុយហើយយើងជាមនុស្សអត់លុយចង់ទិញអីក៏ទៅសុំពីគេឲ្យគ្រាន់តែវាស្រួលទេមិនស្រួលទេឲ្យបានតែយូរម្ដងទៀតតែរាល់ថ្ងៃរាល់ខែរាល់ឆ្នាំក៏គេនឿយណាយនឹងឲ្យយើងដែរទោះតែគេមិននឿយណាយឲ្យយើងក៏យើងមិនមែនទៅនៅគៀកគេ24ម៉ោងសម្រាប់សុំលុយគេយកមកចាយដែរយ៉ាងណាបុណ្យដែលយើងសាងហើយយើងទៅចាំបុណ្យពីគេថ្ងៃហ្នឹងព្រះអង្គនៅវត្តនាំទេបើពឹងបុណ្យព្រះអង្គទៅចុះថ្ងៃក្រោយព្រះអង្គប្រះអាយុទៅណាបាត់ទៅពឹងទៅណាទៀតតែបើយើងពឹងនៅបុណ្យខ្លួនឯងទោះយើងនៅក្នុងទីណាកន្លែងណាក៏យើងរមែងមិនស្យត់មិនភ័យមិនតក់ស្លុតមិនខ្លាចក៏មិនលំបាកចឹងហើយទើបខ្ញុំកណ្ដាលខ្ញុំម្ចាស់
សុខចិត្តចង់ឲ្យលោកទាំងឡាយបានជួបនៅបុណ្យនេះកំណប់ដែលនៅកន្លែងកោះហ្នឹងការយកទៅគឺបុណ្យនិងសទ្ធាដែលលោកទាំងឡាយបានមកធ្វើថ្ងៃហ្នឹងហើយយើងមកក្នុងថ្ងៃនេះដោយសទ្ធាអញ្ចឹងសទ្ធានេះខ្ញុំកណាខ្ញុំបានដឹងឮថាលោកទាំងឡាយប្រកបជាមានដោយសទ្ធាមែនបើអត់មានសទ្ធាទៅវិញអស់ហើយអ្នកខ្លះសទ្ធាស្ទើរទៅក៏ទៅបាត់ដែរអ្នកខ្លះក៏គាត់មិនសទ្ធាស្ទើរទេតែគាត់មានទរៈផ្សេងក៏គាត់